đọc vào mỗi cái lượt sầm khăn pe chi yến hot đã sơi miên cây chay rầm lek hai năngผลิต yến hot để cho dương miên ấy mấy hay là trong video nhâm phèp pi cái lạnh đã xa lụa là bỏ thu thái ở Singapore năng này trong video mong nhâm miên đã bà hành chẳng video nước nhâm bà hành pi chân nói tôi đã sơi miên cây chay rầm lek hai pe dương chi yến hot dương sơi ban chắp bà rắm á năng này miên trong video năng tầng mong chẳng chân nói tim môi đầm bay sầm rùa ca phơi rầm ná chi yến hot bỏ dương miên phèp nghi sưu chiêng muốn hay lươn chiêng muốn cứ online check in dương online check in hơi dương chạm bạch chu chờn nó bỏng chua chờn khơi cái lại online check in nó sơ min này cái phơi chắc nhom từ đóไป liền គឺ ចូល check in ដាក់ vali តែម្ដងអត់ចាំបាច់ត្មងជួដោយដែលអ្នកដែលអត់បាន online check in អញ្ចឹងយើងត្មងជួយូរអញ្ចឹងធ្វើយើងអាចស្លន់ស្លោបានដែរព្រោះរយៈព្រោះខ្លាចទៅ gate អត់តន់ឬក៏យន្តហោះហោះចោលហើយមួយទៀតនៅ pavilion ដែលចូលក៏ខ្ញុំទៅខែអំពិលហ្នឹងមានកៅអី massage នៅកន្លែងរងចាំឡើងយន្តហោះហ្នឹងឯងឃើញទេប្លែកយើងមានថែម៉ាស៊ីនថ្មីហើយចំណុចដែលសំខាន់មួយទៀតខ្ញុំក៏ទៅតែចាប់អារម្មណ៍ថ្មីដែរគេភាគច្រើនពេលឡើងហើយយន្តហោះគេហៅ group លេខម៉ានគេលើកផ្លាកអញ្ចឹងយើងអ្នកនៅលើ boarding pass យើងដឹងហើយយើង group លេខម៉ានឯងអញ្ចឹងដល់ group យើងគេលើកផ្លាកហ្នឹងយើងអាចចូលបានដែរភាគច្រើនគេហៅ business ឬក៏ first class បន្ទាប់មកគឺអ្នកដែលជិះយន្តហោះនៅខាងក្រោយគឺត្រូវចូលមុនឯងហើយមួយទៀតនៅ pavilion យើងលើកន្លែង boarding pass ហ្នឹងយើងត្រូវ scan ម៉ាស៊ីនខ្លួនឯងលោកមុនមានក្រុមការងារគេជួយ scan និងបណ្ឌិត passport យើងនេះដោយលោកមុនគឺតំបងជួររងចាំចឹងតែឥឡូវយើងគឺត្រូវ scan boarding pass ខ្លួនឯងដើម្បីមុនចូលយន្តហោះហើយពេលចូលក្នុងយន្តហោះយើងពេលខ្លះយើងមាន vali carry on យើងយួរដៃហ្នឹងអញ្ចឹង vali យួរដៃឬក៏កាបូបយើងត្រូវដាក់នៅខាងលើហ្នឹងហើយឬក៏កាបូបទូយើងអាចដាក់នៅក្រោមកៅអីបានអញ្ចឹងអា cabin នៅលើហ្នឹងយើងអាចដាក់បានហើយមួយទៀតតកតងនឹងលេខកៅអីលេខ24គឺលេខកៅអីហើយ A នៅជាប់រូបប្អួចបានន័យថា A គឺនៅជាប់ប្អួចបន្ទាប់មក B C ឃើញទេ A B C អញ្ចឹងយើងបើយើងនៅលើ boarding pass យើងដាក់កៅអីលេខ 24A បានន័យថាយើងអង្គុយ24នៅជាប់ប្អួចអញ្ចឹងយើងមើលតាមនឹងទៅនៅលើ boarding pass យើងមួយវិញទៀតបើយើងជិះយន្តហោះណាដែលមានអេក្រង់យើងកុំភ្លេចមើលរឿងហ្នឹងហើយយើងចុច E គឺ for entertainment យើងមើលរឿងមើលអីហើយរឿងគេថ្មីច្រើនណាស់នេះខ្ញុំទៅនេះខ្ញុំជិះ Emirates អញ្ចឹងវាមានរឿងថ្មីច្រើនមានរឿងតុក្កតាក៏មានរឿង Hollywood ក៏មានរឿងចិនក៏មានរឿងកូរ៉េក៏មានដែរហើយមួយទៀតនេះកន្លែងដោតកាសហ្នឹងពេលខ្លះនៅលើចិត្ត screen ហ្នឹងពេលខ្លះនៅចំហៀងដៃកៅអីដូចគ្នាហើយក៏យើងអាចមើលតាមដានថា flight យើងហោះដល់ណាហើយយើងទៅដល់ហ្នឹងម៉ោងប៉ុន្មានយើងអាចមើលហ្នឹងបានបើយើងខ្ជិលមើលរឿងអញ្ចឹងហើយយើងអាចមើលតាមដានយន្តហោះយើងជិះកាត់ទៅណាខ្លះអីយើងអាចមើលហ្នឹងហើយចំណុចតូចមួយទៀតហ្នឹងគឺសញ្ញាពាក់ខ្សែក្បាត់ឬក៏ដោះខ្សែក្បាត់ហ្នឹងភាគច្រើនឲ្យតែពេលយើងឡើងទៅយើងឃើញអាសញ្ញាពាក់ខ្សែក្បាត់ទេអញ្ចឹងដល់ពេលសញ្ញាហ្នឹងអត់ពេលដោះខ្សែក្បាត់បានន័យថាមហូបយើងចិត្តមកដល់គេចិត្តលើកមកហើយអញ្ចឹងអានេះសញ្ញាដែលយើងឲ្យត្រូវពាក់ខ្សែក្បាត់វិញអញ្ចឹងហើយខ្ញុំចំណាំមើលមួយទៀតពេលយើងជិះពេលយប់ពេលយន្តហោះបើកភ្លើងបានន័យថាយន្តហោះហ្នឹងរៀបចោះចតទេអញ្ចឹងពេលយន្តហោះហ្នឹងចោះចតដល់ដីរួចស្រេចគឺសញ្ញាពាក់ខ្សែក្បាត់ហ្នឹងត្រូវបានប្រលត់អញ្ចឹងបានថាយើងអាចងើបយកវ៉ាលីយកអាវ៉ាន់យើងប្រុងប្រៀបរៀបចំចេញពីក្រៅយន្តហោះហើយពេលយើងចេញពីយន្តហោះយើងត្រូវរក arrival យើងដើម្បីទៅវាយ passport អញ្ចឹងហើយទៅសិង្ហបុរីនេះខ្ញុំចុះនៅ terminal 1ពេលហៅតាក់ស៊ីយើងត្រូវដើររៀងឆ្ងាយបន្តិចយើងទៅរកតាម door មួយកន្លែងរងចាំអញ្ចឹងពេលយើងហៅតាក់ស៊ីយើងត្រូវដឹងថាយើងឈរចាំនៅណាអញ្ចឹងយើងត្រូវ select ទិសដៅទៅតាមនឹងដើម្បីឲ្យតាក់ស៊ីគេមកយកកុំឲ្យបេងគេរកយើងអត់ឃើញអីហ្នឹងគេឆាច់លុយថែមហើយមួយទៀតដូចខ្ញុំបានសន្យាកាលដើមវីដេអូថាខ្ញុំបង្ហាញពីផ្សារដែលតម្លៃធូរថ្លៃនៅសិង្ហបុរីហ្នឹងគឺ Bugis ហ្នឹងហើយណាគេទៅលេងសិង្ហបុរីចង់ទៅរកលេលុកខសាធូរថ្លៃផ្លែឈើអីនេះលក់តម្លៃដូចចាប់ពី2រៀលឡើងហើយវត្ថុអនុស្សាវរីយ៍នៅហ្នឹងក៏លក់ធូរថ្លៃដែរអញ្ចឹងសារហ្នឹងគឺនៅ Bugis នៅកន្លែងស្ថានីយ៍រថភ្លើង Bugis ហ្នឹងហ្មងចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងខ្ញុំត្រឡប់មកពីសិង្ហបុរីវិញយើងជិះតាមផ្លូវមើល Billie Eilish concert ពេលយើងអត់បានទៅមើល concert ផ្ទាល់យើងមើលតាមហ្នឹងហើយនេះឃើញ Changi Airport យើងមើលពីលើអាកាសទៅអាកន្លែងទឹកធ្លាក់ជួល Changi Airport អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯង bye bye ពីមុខទីតាវីយូនឹងទៅណា see you next time